សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើវីដេអូរបៀបភ្ជាប់នាឡិកាដៃកូនក្មេង brand របស់ Kid Select ទៅនឹងទូរស័ព្ទដៃជាមួយនឹងទូរស័ព្ទដៃឥឡូវខ្ញុំដាក់ជាមួយនឹងកម្មវិធីនេះគឺ Kid Style ឈ្មោះវាគឺកម្មវិធី Kid Style គឺកម្មវិធីមួយនេះអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវធ្វើការដំឡើងកម្មវិធីមួយហ្នឹងយើងដំឡើងកម្មវិធីហ្នឹងមួយមកពេលដំឡើងកម្មវិធីហ្នឹងហើយនេះយើងត្រូវការចាំបាច់បំផុតគឺយើងត្រូវការដាក់ SIM ចូលទៅក្នុងនាឡិកាដៃហ្នឹងដើម្បីភ្ជាប់យើងដាក់ SIM យើងចូលទៅក្នុងនាឡិកាដៃហ្នឹងវាដាក់ SIM យើងដាក់ចឹងមកអូខេវាចូលសុបចឹងមកបញ្ជាក់ SIM របស់យើងត្រូវតែមានលុយហើយមានអ៊ីនធឺណិតប្រើបានធម្មតាអញ្ចឹងយើងដោត SIM ហ្នឹងចូលទៅក្នុងនាឡិកាដៃហ្នឹងទៅនេះយើងត្រូវមើលដាក់វាឲ្យសុបអូខេយើងដាក់ SIM ចឹងហើយអានេះវាត្រូវការសាកថ្មវាបន្តិចដើម្បីបើកចេញវាដាក់ចឹងមកសាកថ្មវាបើកចេញចឹងមកអូខេឥឡូវយើងដោន app ហ្នឹងបានហើយយើងចូល app មួយមកបើកវាមកជួយយើង5នេះបើបងប្អូនប្រើជាមួយនឹង Apple ជាមួយ iPhone យើងអាចប្រើជាមួយកម្មវិធី iPhone ទៅអានេះខ្ញុំប្រើជាមួយ Pad Android ខ្ញុំភ្ជាប់វាទៅជាមួយនឹង Gmail ជាប់ជាមួយនឹង Gmail នេះខ្ញុំរើសយក account Gmail មួយ account Gmail របស់ខ្ញុំហ្នឹងអូខេបន្ទាប់ពីរើសហើយនេះវាបានភ្ជាប់ជាមួយ account Gmail ហើយអញ្ចឹងវាតម្រូវឲ្យយើង scan ទៅលើ QR code របស់នាឡិកាដៃខ្ញុំបើកនាឡិកាដៃមួយសិនបើកចេញហើយអូខេអញ្ចឹងយើងរើសយកភាសាទៅបងប្អូនចង់ដាក់ភាសាអីគេនេះវាចេញ QR code មកយើងអាចធ្វើការ scan QR code ទៅលើនាឡិកាដៃហ្នឹងនឹងទូរស័ព្ទហ្នឹងទៅអូខេនេះវាឲ្យវាចូលលេខកូដនេះយើងអាចមើលលេខកូដនៅខាងក្រោមនេះអញ្ចឹងយើងដាក់លេខកូដមក86 15 នេះតោះមកយើងជ្រើសរើសវាចេញតម្រងចឹងយើងជ្រើសរើសយកវាប៉ាឬយើងម៉ាក់អញ្ចឹងណាហើយដាក់ប៉ាអញ្ចឹងទៅយើងឲ្យវាចូលលេខបន្ថែមនេះលេខទូរស័ព្ទដែលកំពុងភ្ជាប់នេះលេខទូរស័ព្ទមួយហ្នឹងលេខរបស់ប៉ាហើយយើងកំណត់ឈ្មោះកូនយើងដាក់កូននេះដាក់ឈ្មោះគេដាក់ឈ្មោះអីក៏បានដែរចាដាក់ឈ្មោះកូនឈ្មោះសាញ់ដាក់ឆ្លាតអញ្ចឹងទៅអានេះយើងដាក់ហៅក្រៅអីចឹងយើងដាក់ទៅដកចេញទៅចេះដាក់ទៅដាក់ឈ្មោះគាត់ដូចគ្នាដែរក៏បានដែរកំណត់លេខទូរស័ព្ទនាឡិកាហ្នឹងលេខទូរស័ព្ទនាឡិកាហ្នឹងលេខនាឡិកាលេខម៉ាយើងដាក់លេខប៉ុណ្ណឹងទៅភេទគាត់ភេទអីយើងដាក់ភេទហ្នឹងទៅថ្ងៃខែឆ្នាំកណ្ដាលគាត់ដាក់ថ្ងៃណាគាត់កាត់ថ្ងៃណាដាក់ថ្ងៃហ្នឹងទៅកម្ពស់គាត់យើងចង់ដាក់ប៉ុន្មានក៏បានយើងគិតជាអញ្ចឹងទៅគីឡូគាត់យើងគីឡូគាត់ប៉ុន្មានយើងដាក់ប៉ុណ្ណឹងទៅសាលារៀនគាត់នៅណាក៏จะដាក់សាលារៀនទៅគាត់នេះយើងដាក់ឋានៈគេឋានៈទី1អញ្ចឹងទៅអូខេហើយការភ្ជាប់គឺបានជោគជ័យហើយ
នេះយើងអាច voice ទៅគាត់អូខេវាឲ្យចូលទៅបើកមុខងារដែលយើងត្រូវប្រើប្រាស់ទៅលើ app ហ្នឹងមុខងារនេះបើកវាអស់ទៅទូរស័ព្ទ iPhone វាអត់ដូច Android ត្រូវបើកអញ្ចឹងទាំងអស់អូខេនេះខ្ញុំអាច voice ទៅគាត់បានហើយ1 2 3នេះ load មកហើយអូខេយើងអាចបដូរភាសាវិញមកភាសាខ្មែរវាដូចជាអត់ទាន់ full ពេញលេញទេយើងអាចបដូរទៅជាអង់គ្លេសវិញក៏បានដែរកុំឲ្យពិបាកចូលទៅ setting នេះទៅភាសាមានច្រើនភាសានេះខ្មែរយើងដូចជាអត់ពេញទៅពេញអញ្ចឹងយើងដូរដល់អង់គ្លេសទៅអូខេមកអង់គ្លេសវិញស្រួលនេះទីតាំងរបស់គាត់ដល់ណាអីយើងឃើញទីតាំងរបស់គាត់មកនេះកន្លែងនេះកន្លែងឆាតជាមួយគាត់ជាជជែកខាងអីមួយគាត់អញ្ចឹងទៅសរសេរអក្សរស្អីជាគាត់ voice អីយើង voice អញ្ចឹងទៅ1 2 3អញ្ចឹងទៅវា alert មកលេងនៃការគាត់ហើយយើងអាច call ជាវីដេអូបានអូខេហើយតែប៉ុណ្ណឹងរបៀបភ្ជាប់ប៉ុណ្ណឹងហើយ